អ៊ុយក្រែនដាក់ផែនការសម្រុកវាយរុស្ស៊ី40ថ្ងៃជាប់គ្នាដើម្បីបង្ខំរុស្ស៊ីឲ្យចរចាបញ្ចប់សង្គ្រាមខ្លាំងមែនតើអ៊ុយក្រែននេះចង់បានថានេះគឺជាពិភពកលាប់ចាក់ទៀតហើយបងប្អូនអ៊ុយក្រែនរុស្ស៊ីវាយទ្រាំខ្លួនតាំងពីខែកុម្ភៈឆ្នាំ202422 4ឆ្នាំហើយទម្លាក់គ្រាប់វាយយកស្លាប់ទាហានអ៊ុយក្រែនអស់មកកណោក៏ប៉ុន្តែដោយសារបានគុណបុណ្យសហគមន៍អឺរ៉ុបហើយនិងសហរដ្ឋអាមេរិកជួយធ្វើឲ្យអ៊ុយក្រែនចាប់ផ្ដើមមានទឹកមាត់ប្រៃមានគ្រាប់រំសេវមានកាភ្លើងមានសពាវុធបន្តិចម្ដងដំបូងឡើងអត់ធ្មត់ទេទប់រហូតគេទម្លាក់ទប់ទម្លាក់ទប់ទម្លាក់ទប់ក៏រុញគេឲ្យឆ្ងាយចេញពីទីក្រុងធំឲ្យទៅជីដែនអ៊ុយក្រែននៅតែក្នុងដីអ៊ុយក្រែននៅឡើយទេហើយទៅទម្លាក់គ្រាប់បន្តិចបន្តួចតែក្នុងដីឯងទេដល់តែពេលមួយឆ្នាំនេះប្រហែលខែចុងក្រោយនេះអ៊ុយក្រែនចាប់ផ្ដើមផលិតកញ្ជ្រួចបានដ្រូនគឺរត់បាន3-4,000 គីឡូដីបាញ់ទៅដល់ក្រំឡាំងដល់មូស្គូដល់អញ្ចឹងទៅបាញ់អារោងចក្រផលិតអគ្គិសនីរោងចក្រផលិតធម្មពលរបស់រុស្ស៊ីបាន2-3ហើយរោងចក្រផលិតគ្រាប់រំសេវប្រហែល2-3ថ្ងៃមុនហ្នឹងគឺកំតិចគ្រាប់រំសេវ60000តោនខ្ទេចរោងចក្រផលិតគ្រាប់រំសេវរុស្ស៊ីមួយឥឡូវអស់ប្រេងបញ្ហាធម្មពលអគ្គិសនីរុស្ស៊ីបាក់ហ្មងកាលមុនមកវាយគេវាស្រួលណាបងប្អូនទម្លាក់គេទៅដេកទម្លាក់គេទៅដេកដល់ពេលឥឡូវគេទម្លាក់មកខ្លួនវិញដេកអត់បានភ័យបរោយចេះភ័យដែរអាកាលទម្លាក់គេសម្លាប់គេមួយថ្ងៃ4ឆ្នាំជាប់គ្នាអត់មានឲ្យគេដេកពួនទៅរំលាយរោងចក្រផលិតអគ្គិសនីគេខែតិចគ្នាតិចរកកម្ដៅអត់បានឯងដេកស្រួលគ្រប់រដូវកាលដល់ពេលឥឡូវគេទម្លាក់ទៅខ្លួនវិញចាប់ផ្ដើមភ័យខ្លួនរកចរចាម្ដងហើយប៉ុន្តែអ៊ុយក្រែនដល់ពេលអញ្ចឹងបានដងដាវបាត់គាត់ថាអត់មានទេរុស្ស៊ីនៅតែអត់ទាន់សងអ៊ុយក្រែនច្រើនហើយអត់ទាន់ដកទ័ពដកអីចេញពីតំបន់25%ក្នុងដីអ៊ុយក្រែនទេអញ្ចឹងបើកយុទ្ធនាការធំមួយគឺទម្លាក់គ្រាប់សន្ធប់ដល់រុស្ស៊ី40ថ្ងៃជាប់គ្នាហ្មងដាក់យុទ្ធនាការទម្លាក់គ្រាប់40ថ្ងៃជាប់គ្នានៅកន្លែងតំបន់ធំដើម្បីឲ្យរុស្ស៊ីរងសម្ពាធបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនហ្នឹងហ្មងគឺបានន័យថាអត់មានចរចាអីច្រើនទេគឺដកទ័ពចេញឲ្យអស់បញ្ចប់សង្គ្រាមឈប់ប្លង់ដាក់អ៊ុយក្រែនទៀតក៏ប៉ុន្តែ Zelensky និយាយថាអា40ថ្ងៃហ្នឹងអត់ទាន់ចាប់ផ្ដើមថ្ងៃណាគ្រាន់តែគម្រាមរុស្ស៊ីថានឹងធ្វើយុទ្ធនាការសម្រុកគ្រាន់តែថាហ្នឹងគឺទម្លាក់គ្រាប់បន្ថែមទៀតឲ្យអ៊ុយក្រែនពួកអីគេមានអាកញ្ជ្រួចមានអាដ្រូនមួយយ៉ាងដែលអ៊ុយក្រែនផលិតបាននេះគឺរត់ចម្ងាយឆ្ងាយមែនតើបងប្អូនដ្រូនរត់ចម្ងាយបាន3-4,000 គីឡូដីនេះបានន័យថារុស្ស៊ីបាក់ស្បាតហ្មងហើយឥឡូវនេះគឺអ៊ុយក្រែនចាប់ផ្ដើមសម្រុកទៅឥឡូវម្សិលមិញនេះគឺបានបញ្ជាក់ថាអ៊ុយក្រែនទម្លាក់គ្រាប់ដោយប្រើដ្រូនអឺមួយដែលរត់បានចម្ងាយ1500 គីឡូដីចូលក្នុងដីរុស្ស៊ីហ្នឹងគឺបាញ់កំទេច2ទីតាំងធំទៀតអញ្ចឹងនឹងមានតទៅទៀតបាទយើងតាមដានព័ត៌មាននេះតទៅទៀតបងប្អូនតាមពិតខ្ញុំមិនចង់ឲ្យឃើញមានសង្គ្រាមបង្ហូរឈាមអីទៀតទេប៉ុន្តែអ៊ុយក្រែនគ្នាគេវាយទ្រាំខ្លួនដែរខ្ញុំមែនតើខ្ញុំនៅខាងជនរងគ្រោះទេអ៊ុយក្រែនជាជនរងគ្រោះអញ្ចឹងខ្ញុំនៅកាន់ជើងអ៊ុយក្រែនដោយសារតែគេអយុត្តិធម៌សម្រាប់អ៊ុយក្រែនខ្លាំងពេកហើយអំពើអយុត្តិធម៌នេះកំពុងតែមានពន្លឺយុត្តិធម៌ខ្លះហើយអ្នកសាបព្រោះខ្យល់រមែងទទួលផលជាព្យុះសង្ឃរាមិនចំពោះឋានៈឯងប្រាច់ការបកកាយប៉ុណ្ណាទេគឺអ្នកឯងនឹងបាក់មុខលើឆាកអន្តរជាតិហើយថ្ងៃណាមួយគេនឹងទម្លាក់លោកវ្លាឌីមៀពូទីនចេញពីតំណែងហើយទាមទារឲ្យសងការខូចខាតសពបែបយ៉ាងទៀតអំពីភាពកក្លឿននិងប្រព្រឹត្តអំពើខុសច្បាប់និងប្រជាការដែលមិនចេះចប់នេះបាទទៀតឥឡូវបាត់ចិនណាមេខ្លោងធំដែលអាមេរិកទៅដាក់ទណ្ឌកម្ម9អ្នកចុងក្រោយនឹង26អង្គភាពទៀតទៅអស់បាត់ខ្មែរខាតណាបងប្អូនឥឡូវឃើញហើយយើងចំណេញនៅក្នុងការរួចខ្លួនពីការមិនអាចនឹងចោតប្រកាន់ចាប់មន្ត្រីខ្មែរផ្សេងទៀតបានក៏ប៉ុន្តែបាត់លុយ15,000 លានដុល្លារហើយខ្មែរបាត់បង់សិទ្ធិក្នុងការទាមទារលុយសំបីតែ1 សេនក៏ទីអត់បានដែរដោយសារអីដោយសារតែយើងចាត់ទុកថាលោក Gen Z ពេលដែលកំពុងរកស៊ីដែលមានសញ្ជាតិខ្មែរនោះឥឡូវយើងប្រាប់ថាសញ្ជាតិហ្នឹងខុសច្បាប់តាអញ្ចឹងបានន័យថាលោកមិនមែនជាខ្មែរទេអញ្ចឹងបានន័យថាលោកជាចិនក៏ប៉ុន្តែយ៉ាងណាក៏ដោយបងប្អូនច្បាប់អត់មានប្រតិសកម្មទេយើងអាចដកសញ្ជាតិរបស់គាត់នៅក្នុងពេលដែលគេបង្កក់ទ្រព្យសម្បត្តិរបស់គាត់បាត់ហើយប៉ុន្តែពេលដែលគាត់កំពុងតែរកស៊ីហ្នឹងគាត់មានសញ្ជាតិកម្ពុជាទេតាយើងកម្ពុជានៅតែមានសិទ្ធិទាមទារឲ្យរដ្ឋាភិបាលជាតិអាមេរិកប្រគល់ប្រាក់ទាំង15,000 លានដុល្លារហ្នឹងមកឲ្យរដ្ឋាភិបាលកម្ពុជាចាត់ចែងតាមការគួរយកទៅជួយជនរងគ្រោះយកទៅធ្វើអីក៏ដោយក៏បានដែរព្រោះនេះគឺជាទ្រព្យរបស់ចិនស៊ីដែលជាខ្មែរកាលហ្នឹង
ប៉ុន្តែឥឡូវយើងដូចខ្ញុំនិយាយចឹងគឺយើងបំផ្លាញវាចោលអស់ដោយសារការដកសញ្ជាតិហើយសញ្ជាតិហ្នឹងកាលចូលមកដូចត្រូវគ្រប់យ៉ាងដល់ពេលចង់ប្រលេះចិនស៊ីយើងថាខុសច្បាប់វាខាត់ត្រីរ៉ស់ក៏រួចត្រីផ្ទក់ក៏រួចទន្សាយក៏រួចអានេះហើយគឺជាតម្រេះជិះកឯងហើយយើងមើលទៅយើងខ្លោចផ្សារណាបងប្អូនតែយើងធ្វើម៉េចការដែលដោះស្រាយបែបនយោបាយគឺគេធ្វើអញ្ចឹងណាបងប្អូនអ្នកដែលខាតគឺប្រជាពលរដ្ឋហើយយើងនឹងអង្គុយទឹកភ្នែកទៅហើយឥឡូវស្មាយើងរួចខ្លួនមែនចិនស៊ីទៅចិនមិនដឹងកពើស៊ីឬមិនកពើស៊ីអីក៏ដោយប៉ុន្តែលុយ15,000 លានគឺយើងបាត់ទៅទេហើយឥឡូវនៅស្រុកខ្មែរឈ្មោះយើងនៅគេឈ្មោះអាស្រូវស្អុយពេញទឹកពេញដីនឹងដដែលយើងអត់ទាន់បានបង្កក់ទ្របណាផ្សេងទៀតរបស់ Prince Group របស់ក្រុមហ៊ុន Hui One របស់ក្រុមហ៊ុនស្អីដែលពាក់ព័ន្ធហ្នឹងយើងអត់មានបង្កក់បានមួយរៀលទេព្រោះយើងដកមនុស្សចេញអស់ហើយដកសញ្ជាតិដកអីអស់វាធ្វើឲ្យយើងអត់មានសិទ្ធិទាលុយហ្នឹងណាក៏ប៉ុន្តែខ្ញុំជឿថាបើមេធាវីខ្មែរបកែយើងត្រូវបកស្រាយក្នុងន័យថាច្បាប់អត់មានប្រតិសកម្មទេបានន័យថាអត់ធាក់ថយទេពេលដែលលោក Gen Z Lee Song នៅជាខ្មែរគឺគាត់ជាខ្មែរបានន័យថាអារបស់ទាំងអស់ហ្នឹងវាខូចឈ្មោះខ្មែរមែនហើយប៉ុន្តែបើបាបឲ្យវាបានឆ្អាប់មាត់ឲ្យបានលុយហ្នឹងបង្កក់យកមកជួយយើងសោះ15,000 លានដុល្លារបងប្អូនសាកគិតមើលបើយកមកជួយវិស័យតបយើងមិនដឹងជាយើងខ្លាំងប៉ុណ្ណាយកមកដាក់មកយកលុយនឹងទិញសពាវុធឬក៏យ៉ាងហោចណាស់ជួយទាហានជួមុខម្នាក់40,000 50,000 ដុល្លារហ្នឹងក៏មិនដឹងថាគ្នាសប្បាយចិត្តយ៉ាងណាដែរហើយទាហានគ្រួសារសពដែលខ្ញុំនិយាយចឹងពាក់លីមកគ្រួសារ1 លានដុល្លារអត់មានខាតទៅឯណាទេសំបីតាឥឡូវហ្នឹងគ្មានលុយ15,000 លានដុល្លារហ្នឹងក៏រដ្ឋាភិបាលគួរតែវិនិយោគ1 លានដុល្លារសម្រាប់គ្រួសារសពដែលពាក់លីហ្នឹងប្រមាណណា100នាក់អស់100 លានហ្នឹងហើយអ្នកដែលនៅរស់មានជីវិតហើយពិការហ្នឹងម្នាក់កន្លះលានដុល្លារទៅ50,000 ដុល្លារឬក៏500,000 ដុល្លារយកទៅដោះស្រាយបញ្ហាជីវភាពដើម្បីខ្លួនពិការឲ្យចាយជីវិតចុងក្រោយការពារជាតិមាតុភូមិពាក់លីដើម្បីជាតិវាមិនក្តៅក្រហាយអីទេលុយពុកលលួយមកកណោហ្នឹងយកមកចែកគ្នាក៏តបានដែរឲ្យគ្នារស់ទៅបើសិនជាយើងសរសើរវីរៈកងទ័ពគ្រប់ម៉ាត់នោះឥឡូវនេះគឺបាទខ្ញុំសូមស្លេះរឿងនេះត្រឹមប៉ុណ្ណឹងសិនចុះយើងឃើញថាចិនមែនតើទៅលោកហ៊ុនសែនចេះតែស្អំចិត្តចិនប៉ុន្តែបងប្អូនចិននេះណាគឺល្បិចច្រើនណាស់គឺគេចិនក្បាលស៊ីក្បាលចេញឆ្អិនកតុយស៊ីកតុយទេគឺយើងបានទៅអោបជើងគេទេគេអត់ដែលជួយយើងនៅក្នុងរឿងព្រំដែនដីធ្លីអីទេគឺជាមួយថៃគឺចិនអត់ក្អកមួយម៉ាត់ហើយឲ្យសម្របសម្រួលមនុស្សឆ្លោះគ្នាវាយគ្នាបែកដេ4 10ធ្នេយើងមកប្រាប់ថាសម្របសម្រួលទៅអត់មានសម្របសម្រួលទេវាត្រូវទាញត្រូវកាន់ជើងខ្មែរឬក៏កាន់ជើងថៃឲ្យដាច់ចឹងទៅតែចិនចាក់ខ្សែពួកអីចំណេញទាំងសងខាងស៊ីទាំងសងខាងដល់អញ្ចឹងយើងទៅអោបគេរហូតអត់មានជំរឹះអីអញ្ចឹងហើយដីអត់បានមកទេព្រោះតាមពិតណាម៉ោងនេះណាបើយើងមិត្តចិនជាមិត្តដៃថែបមែនណាវាគួរតែបានជួយសម្លុតថៃខ្លះដើម្បីឲ្យខ្ជាក់ដីខ្មែរមកខ្មែរវិញអត់អាលីងចិនទៅអែបចិនយកថៃព្រោះសេដ្ឋកិច្ចគេធំជាងយើង4 5ដងណាយើងសេដ្ឋកិច្ចជាមួយចិនមានប្រហែល16 17 លានដែរណាច្រើនណាឥឡូវជំរកឯកសារឃើញថាទំហំ17 លានអញ្ចឹងបានន័យថានាំទៅចិន14,000 13 14,000 លានយើងនាំទៅចិន3 4,000 លានគេនាំមកយើងជាង10,000 លាន13 14,000 លានអញ្ចឹងទំហំសេដ្ឋកិច្ចចិននិងខ្មែរនេះលើសខ្វះគ្នារហូតដល់4ដង5ដងទំហំគេធំណាស់គេនាំមកយើង5យើងនាំទៅគេ1ថៃវិញណាគឺលើសអ្វីដែលជាទំហំសេដ្ឋកិច្ចខ្មែរដល់4 5ដងទៀតដូច្នេះចិនគេចំណេញនៅថៃច្រើនជាងដូច្នេះគេមិនមកជួយខ្មែរយើងអីអញ្ចឹងទេតែយ៉ាងណាបងប្អូនយើងចិត្តតែទៅស្អំអញ្ចឹងទៅឥឡូវខ្ញុំស្លេះរឿងនេះចូលដល់ព័ត៌មានបញ្ចប់នៅ2 3ទៀតតកតងនឹងប្រធានគណៈកម្មការនយោបាយអង្គការ Confrel ថាការសង្កេតការបោះឆ្នោតមិនមែនគ្រាន់តែបើកភ្នែកមើលការរៀបចំការបោះឆ្នោតតែមួយមុខទេអីចោះប្រធាននេះក៏គាត់ហ៊ានម៉េះអ្នកណាគេឲ្យប្រកាសហ្នឹងប្រធានគណៈកម្មការនយោបាយឬក៏គេហៅ Board of Director របស់អង្គការ Confrel គឺគ្មានអ្នកណាក្រៅពីលោកមេធាវីសុកសំអឿនដែលជាមេធាវីមួយរូបដែលខ្ញុំគោរពធ្លាប់ធ្វើការឲ្យអង្គការជួយជនរងគ្រោះមួយឈ្មោះ CDP ឥឡូវគម្រោងនេះបិទបាត់ទៅហើយគាត់ចាក់ចេញមកគាត់បើកក្រុមមេធាវីមួយឈ្មោះថាអំរិនហើយទៅឥឡូវនេះគាត់ក៏ជាប្រធានគណៈកម្មការនយោបាយរបស់អង្គការ Confrel ហើយថ្ងៃនេះគឺគាត់បានទៅលេងនៅឯស្នាក់ការកោជបគណៈកម្មការរៀបចំការបោះឆ្នោតដែលមានសារច្រើនដែរដែលគាត់សរសេរនៅបណ្ដាញសង្គម Facebook របស់គាត់ថាអញ្ចេះលោកមេធាវីសុកសំអឿនថាចេះអឺគណៈកម្មាធិការរៀបចំការបោះឆ្នោតបានស្វាគមន៍
កិច្ចសហការអង្គការក្រៅរដ្ឋាភិបាលជាពិសេសអង្គការសង្កេតការបោះឆ្នោត Confrel បានស្វាគមន៍តាមពិតគណៈកម្មការជាតិរៀបចំការបោះឆ្នោតនេះកាលមុនត្រូវគ្នាជាមួយរដ្ឋាភិបាលបំផ្លាញខ្ទេចអាស្អីគេបន្ទប់ស្ថានភាពនោះដែលមានអង្គការសង្គមស៊ីវិលគេជុំគ្នាមាន Confrel មានសង្ត្រាល់មានលីកាដូមានអាត់ហុកអីគេមកជាបន្ទប់ស្ថានភាពរៀបចំការបោះឆ្នោតហ្នឹងឃ្លាំមើលការបោះឆ្នោតនិយាយពីទឹកខ្មៅទឹកអីបន្តិចបន្តួចចោលថាញុះញង់បាត់បន្ទប់ស្ថានភាពបាត់ឈឹងតែម្ដងជិះសេះលែងដៃឥឡូវនេះស្រាប់តែមានការដែលស្វាគមន៍ខ្ញុំរីករាយដែរតាមពិតអង្គការសង្គមស៊ីវិលដូច Confrel ហ្នឹងគឺគាត់ជំនាញគាត់គឺឃ្លាំមើលការបោះឆ្នោតហ្នឹងតាហើយអត់ឲ្យគាត់ឃ្លាំមើលឲ្យគាត់ធ្វើការអីចាំតែកំតិចចាំតែបង្ក្រាបអឺការបោះឆ្នោតយើងយ៉ាងម៉េចទៅប៉ុន្តែនេះក៏ជាតម្រុយវិជ្ជមានមួយដែរដែលលោកសុកសំអឿនលើកដូច្នេះថាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកោជបនេះស្វាគមន៍ការសហការពីអង្គការ Confrel ដែលឃ្លាំមើលការបោះឆ្នោតដែលលោកជាប្រធានគណៈកម្មការនយោបាយនោះប៉ុន្តែលោកនិយាយចេះលោកសុកសំអឿនបន្ថែមចេះគាត់ថាសង្ឃឹមថាកម្ពុជាបើកសេរីភាពដល់អង្គការក្រៅរដ្ឋាភិបាលឲ្យធ្វើការរបស់ខ្លួនដោយរលូនលោកសង្ឃឹមមួយទៀតលោកសូមបញ្ជាក់ថាការសង្កេតការបោះឆ្នោតមិនមែនគ្រាន់តែបើកភ្នែកមើលការរៀបចំការបោះឆ្នោតតែមួយមុខទេយើងត្រូវការជួបជាមួយអ្នកបោះឆ្នោតដើម្បីចង់ដឹងពីទស្សនៈរបស់ពួកគាត់ដើម្បីឲ្យដឹងថាតើប្រជាពលរដ្ឋមានទំនុកចិត្តលើការសម្ងាត់នៃសញ្ញាឆ្នោតគាត់ប៉ុណ្ណានេះគឺជាអ្វីដែលលោកសុកសំអឿនលើកឡើងប៉ុន្តែកន្លងមកអ្នកដែលទៅសម្ភាសអ្នកបោះឆ្នោតអីដូចអ្នកកសែតខ្មែរម្នាក់នៅ Cambodia Daily ពីមុនណាលោកអឺលោកលោកភៀបបាទដែលគាត់ទៅសម្ភាសអីគេជាប់គុកជាប់គេចោទជាប់ទោសពីរឿងប៉ះពាល់ដល់ការបោះឆ្នោតសិទ្ធិសម្ងាត់អីណាហ្នឹងគាត់ចឹងហើយឥឡូវនៅពេលដែលលោកសុកសំអឿនថាតើទៅសម្ភាសអ្នកបោះឆ្នោតហ្នឹងតើកម្ពុជាពិតជាគោរពសិទ្ធិសេរីភាពប្រជាពលរដ្ឋនៅក្នុងការនិយាយស្ដីហើយមិនចោទថារឿងនេះប៉ះពាល់ដល់ការបោះឆ្នោតដែរឬយ៉ាងណាបាទតែយ៉ាងណាខ្ញុំថានេះគឺជាចំណុចវិជ្ជមានមួយគួរឲ្យសាទរដែរសង្ឃឹមថាអង្គការសង្គមស៊ីវិលនឹងអាចចូលរួមឃ្លាំមើលការបោះឆ្នោតដោយសេរីដោយមិនមានការរឹតបន្តឹងបាទបន្ទាប់ទៅទៀតតុលាការក៏ហៅលោកគៀវិសាលចូលខ្លួនម្ដងទៀតនៅដើមខែកក្កដាក្រោយចេញពីពន្ធនាគាររឿងលោកគៀវិសាលដូចជាលាមកចូលឈ្នៀងដែរអញ្ចឹងបងប្អូនតើលោកគៀវិសាលហ្នឹងជាអ្នកណាឲ្យប្រកាសបងប្អូនលោកគៀវិសាលនេះគឺជាឈ្មោះហៅក្រៅរបស់គាត់ទេឈ្មោះនៅក្នុងណែបញ្ជីជាតិគាត់ឈ្មោះផ្សេងឯងគាត់ឈ្មោះស្អីទេឈ្មោះមីសេងហនអញ្ចឹងឯងខ្ញុំសុំទោសហ่ะឈ្មោះគាត់ឈ្មោះដើមគាត់អត់សូវចាំទេចាំតែឈ្មោះខៅក្រៅគៀវិសាលហ្នឹងលោកគៀវិសាលនេះល្បីខ្ទរខ្ទានៅខេត្តកំពង់ចាមនិងនៅទូទាំងប្រទេសខ្មែរដោយសារកាលពីនៅវិទ្យុអាស៊ីសេរីគឺគាត់ជាម៉ួយរបស់អាស៊ីសេរីក្នុងការផ្ដាល់មតិរិះគន់រដ្ឋាភិបាលឥតសំចៃមាត់ហើយជាប់គុកឥតស្វាងដោយសារតែការហ៊ានរិះគន់ឥតសំចៃមាត់ខ្ញុំគោរពភាពក្លាហានរបស់លោកគៀវិសាលនេះណារមសូវបានទេបើគេជាប់គុកដូចលោកគៀវិសាលគេសុំទោសចេញអស់ហើយណាមួយមរៈរបស់គាត់ក្លើមរបស់គាត់ឬក៏សហការីរបស់គាត់ដែលធ្លាប់នៅគណៈបកប្រឆាំងមួយគ្នាដូចលោកម៉ៃហុងស្រៀងដែលប្រធានក្រុមការងារគណៈបកប្រឆាំងនៅឯខេត្តប្រស័យអនុឥឡូវគេចូលទៅគណៈបកប្រជាជនកម្ពុជាគេបានងារឯកឧត្តមអស់ហើយគេអត់ដែរជាប់គុកម្ដងផងជាប់គុកតែលោកគៀវិសាលនឹងឯងដោយសារតែឆ្លោះគ្នាជាមួយនឹងលោកម៉ៃហុងស្រៀងនឹងឯងកាលមុនណាបើឆ្លោះគ្នាជាមួយលោកម៉ៃហុងស្រៀងកាលលោកម៉ៃហុងស្រៀងនៅជាមន្ត្រីគណៈបកប្រឆាំងប្រហែលជាជាប់គុកទាំងពីរជាប់គុកទាំងលោកម៉ៃហុងស្រៀងនិងលោកគៀវិសាលលោកម៉ៃហុងស្រៀងហ្នឹងក៏ជាប់គុកអត់ស្វាងដែរកាលនៅគណៈបកប្រឆាំងអត់ទាន់ចោះចូលគណៈបកប្រជាជនកម្ពុជានិយាយអីក៏ខុសដែរតែដល់ពេលឥឡូវលោកបានចូលគណៈបកប្រជាជនកម្ពុជាទាស់គ្នាជាមួយនឹងលោកគៀវិសាលប្តឹងអតីតមិត្តភ័ក្តិឬក៏សហការីដែលនៅខាងគណៈបកប្រឆាំងដើម្បីផ្គប់ចិត្តគណៈបកប្រជាជនកម្ពុជាដាក់គុកលោកគៀវិសាលបានដូចចិត្តលោកម៉ៃហុងស្រីហ្នឹងខ្លាយទៅជាដៃស្ដាំគណៈបកប្រជាជនកម្ពុជានៅក្រុងប្រសេអនុដើម្បីធ្វើទុកបុកម្នេញគណៈបកប្រឆាំងគ្នាឯងតែពីមុនមកប៉ុន្តែឥឡូវលោកចូលគណៈបកប្រជាជនកម្ពុជាឥឡូវមានដងដាវហ្មងព្រោះតែចូលគណៈបកប្រជាជនកម្ពុជាចអុលអីអាលាយហ្នឹងប៉ុន្តែបើខ្លួនឯងធ្វើអីក៏អត់ខុសដែរបើគេធ្វើអីក៏ខុសដែរអានេះខ្ញុំនិយាយពីប្រវត្តិលោកគៀវិសាលបន្តិចលោកគៀវិសាលគឺជាអ្នកដែលគ្រប់គ្រងអនុប្រធានគណៈបកភ្លើងទៀននៅឯខេត្តកំពង់ឆ្នាំងហ្នឹងឥឡូវហ្នឹងគឺជាមន្ត្រីជាន់ខ្ពស់របស់គណៈបកប្រឆាំងចូលក្នុងគណៈបកកម្លាំងជាតិគាត់ស្មោះស្ម័គ្រនឹងគណៈបកកម្លាំងជាតិនេះមែនតើហើយ
ទៅចេញពីគុកបានប្រហែលខែហ្នឹងខែមីនាមកនេះចេញពីគុកមកនោះដោយសារជាប់គុក2ឆ្នាំគ្រប់កំណត់ហ្មងអត់មានបាត់មួយថ្ងៃទេព្រោះគាត់អត់សុំទោសគេហើយគាត់នៅតែតតាំងហើយលោកគៀវិសាលនឹងជាអ្នកណាបងប្អូនលោកគៀវិសាលនេះគឺជាមន្ត្រីគណៈបកប្រឆាំងតាំងពីដើមរៀងមកអត់ចេះខ្លាចអ្នកណាសោះអ្នកណាសម្បីតែអាជ្ញាធរមួយចំនួនក៏ខ្លាចលោកគៀវិសាលដែរព្រោះគាត់តវ៉ាប៉ុន្តែអត់ដែលរួចពីគុកទេគ្រាន់តែថានៅក្នុងគុកហ្នឹងក៏គាត់តវ៉ាសម្បើមដែរគាត់មិនចេះខ្លាចអ្នកណាមែនប៉ុន្តែអត់រួចគុកទេព្រោះដោយសារតែគាត់ជាមនុស្សបកប្រឆាំងអញ្ចឹងខ្លាំងគឺគេចាប់ដាក់គុកចឹងឯងវាអាសូរអញ្ចឹងហើយបើបងប្អូនអត់ស្គាល់លោកគៀវិសាលអ្នកនៅកំពង់ចាមអត់ស្គាល់លោកគៀវិសាលដូចអ្នកនៅសៀមរាបអត់ស្គាល់អង្គរវត្តចឹងអ្នកនៅប្រទេសកម្ពុជាអត់ស្គាល់លោកគៀវិសាលក៏ដូចប្រជាពលរដ្ឋខ្មែរអត់ស្គាល់ប្រាសាទអង្គរវត្តចឹងដែរអញ្ចឹងលោកគៀវិសាលនេះគឺជាអ្នកដែលឆ្នើមតវ៉ាមិនខ្លាចអាជ្ញាធរចាប់ដាក់គុកទេមុនជាប់គុកគាត់ធ្លាប់សួរខ្ញុំដែរថាលោកមុងណារ៉េតមិនដែរឥឡូវខ្ញុំនិយាយខ្លាំងអញ្ចឹងគេរកចាប់ខ្ញុំដាក់គុកណាហើយមិនទៀតខ្ញុំថាបើលោកគៀវិសាលនៅក្នុងស្រុកខ្មែរ100%គេនឹងចាប់ដាក់គុកហើយលោកត្រូវតែនិរទេសខ្លួនទៅប្រទេសថៃឬក៏កន្លែងណាក៏ដោយលាក់ខ្លួនរកសុវត្ថិភាពសិនទៅព្រោះអាជ្ញាធរកម្ពុជាអត់ដោះស្រាយច្បាប់តាមនីតិវិធីច្បាប់ទេគឺគេធ្វើតាមអំណាចនយោបាយរបស់គណៈបកប្រឆាំងក្នុងការគម្រាមកំហែងបកប្រឆាំងមិនចំពោះអ្នកឯងប្រកែប៉ុណ្ណាមានមេធាវីវិធានប្រអិនហើយធ្វើមិនខុសអីទេតែគេចង់ចាប់ដាក់គុកគឺគេហៅថាតវ៉ាខ្មាំងប្រឆាំងខ្មោចគឺគេចាប់ហើយបើចង់សាកនៅស្រុកខ្មែរទៅគេចាប់ដាក់គុកហើយដូចខ្ញុំថាអញ្ចឹងគឺបានតែប្រហែលខែក្រោយគេចាប់លោកគៀវិសាលដាក់គុកមែន2ឆ្នាំក្រោយបានជួបគ្នាទៀតទៅជួបថ្មីនឹងទៀតតាហើយមកនិយាយចែកគ្នាទៅក៏ខ្ញុំអត់មានអីប្លែកអីដែរពេលដែលលោកចេញពីគុកខ្ញុំក៏ជួយត្រេកអរប៉ុន្តែខ្ញុំក៏បាននិយាយការពិតថាបើលោកនៅក្នុងស្រុកខ្មែរគេចាប់ដាក់គុកហើយតែលោកគៀវិសាលនេះគឺរឹងណាស់ប៉ុន្តែរឹងដោយមនសិការរបស់លោកខ្ញុំសូមសរសើរដោយស្មោះគ្មានអ្នកណាធ្វើដូចលោកគៀវិសាលបានទេនេះមនុស្សបែបនេះដែលបងប្អូនបោះឆ្នោតឲ្យខ្ញុំនិយាយស្មោះមនុស្សបែបលោកគៀវិសាលមនុស្សបែបលោកមេឃសវណ្ណារាមនុស្សបែបហ៊ានជាប់គុកមិនសុំទោសហើយសុកចិត្តចប់ពីគុកចេញមកហើយតស៊ូមតិជួយបោះគាត់បោះឆ្នោតឲ្យគាត់ផងនេះហើយជាអ្នកតំណាងឲ្យបងប្អូនដែលឆ្កែកាចឬក៏ឆ្លាមកពើអីនៅលវៀមពោះវែកពោះអីសតាអាសេរពឹសតែគាត់នៅតែមិចភ្នែកចូលទៅចឹកក៏ចឹកខំក៏ខំមកធ្វើម៉េចដើម្បីធ្វើរស់នៅក្នុងវងខ្លាវងចចកអញ្ចឹងហើយនេះហើយគឺជាវីរៈភាពដ៏អស្ចារ្យដែលបងប្អូនគួរតែផ្ដល់សេចក្តីទុកចិត្តឲ្យពួកគាត់ប៉ុន្តែវិលមករឿងគាត់វិញហេតុអីបានជាចេញពីគុកមកហើយណាឥឡូវតុលាការហៅទៅទៀតរឿងចេញពីគុកចប់ហើយបងប្អូនដោយសារលោកម៉ៃហុងស្រៀងប្តឹងគាត់ពីបទជេរប្រមាថលោកម៉ៃហុងស្រៀងនិងលោកគៀវិសាលនេះដូចខ្ញុំនិយាយចឹងជាខ្លើមរយៈស្និទ្ធស្នាលគ្នាណាខ្ញុំដឹងរឿងគាត់ដោយសារអីខ្ញុំអត់បានដេកពួនទេកាលធ្វើការវិទ្យុអាស៊ីសេរីលោកម៉ៃហុងស្រៀងនិងលោកគៀវិសាលទេមកសងរថ្ងៃហើយខ្ញុំរីករាយនឹងស្ដាប់សាររបស់គាត់នៅក្នុងការជួយសម្រួលជួយយកព័ត៌មានជួយអីគាត់ធម្មតាជាអ្នកកសែតខ្ញុំមិនរើសអើងទេឲ្យតែគាត់ចង់បានសម្លេងពួកខ្ញុំធ្វើជាកសែតនៅអាស៊ីសេរីក៏ជាសម្លេងសម្រាប់អ្នកដែលអត់សម្លេងអញ្ចឹងដែលពួកគាត់ចង់បានការផ្សព្វផ្សាយខ្ញុំជួយផ្សព្វផ្សាយឲ្យឃើញពីសម្លេងរបស់គាត់មកដល់ឥឡូវហ្នឹងក៏ខ្ញុំអត់រើសអើងពួកគាត់អីដែរខ្ញុំនៅតែស្រឡាញ់រាប់អានហើយចង់ផ្សាយព័ត៌មានរបស់គាត់ដើម្បីឲ្យលឺដល់ពិភពលោកអំពីការតស៊ូរបស់គាត់ដែរពេលដែលគាត់ឆ្លោះគ្នាជាមួយលោកម៉ៃហុងស្រៀងនោះដោយសារលោកម៉ៃហុងស្រៀងចូលទៅគណៈបកប្រជាជនកម្ពុជាចោលគាត់ហើយតាមអូសទាញឲ្យគាត់ចូលដែរតែគាត់អត់ព្រមចូលអាការអត់ព្រមចូលគេហ្នឹងគឺគេរករឿងគ្រប់បែបយ៉ាងដល់តែពេលរិះគន់គេរឿងទាចូលអីទៅវាកើតជាការបតិចផ្ដាសាគ្នាតាមបណ្ដាញសង្គមហ្នឹងគឺលោកគៀវិសាលជេរបតិចលោកម៉ៃហុងស្រៀងលោកម៉ៃហុងស្រៀងជេរបតិចលោកគៀវិសាលប៉ុន្តែអ្នកជាប់គុកគឺលោកគៀវិសាលព្រោះអាការជេរបតិចហ្នឹងបើអ្នកនៅក្នុងគណៈបកកណ្ដាលអំណាចអត់ខុសទេបាត់ផ្សារប៉ុណ្ណាពៀលាពៀលអីក៏អត់អីដែរព្រោះគេមានបកគេការពារគេមានតឡាការគេការពារតែដល់ពេលបកប្រឆាំងគឺដឹងជាប់គុកហើយលោកគៀវិសាលមិនមែនអត់ដឹងទេដឹងតាហ៊ានជេរគណៈបកមន្ត្រីគណៈបកប្រឆាំងប្រជាជនហើយជាពិសេសគឺជេរគ្នាឯងដែលធ្លាប់ជាមិត្តរួមអាវុធនេះហើយចោះចូលនឹងគេបានងារឯកឧត្តមហត់តែជាប់គុកខ្លាំងទៀតព្រោះគណៈបកប្រជាជនកម្ពុជាចង់បង្ហាញប្រាប់ថាគេយកស្លឹកត្នោតខ្ចប់ស្ករត្នោតគឺគេខ្ចីដៃក្រុមប្រឆាំងឲ្យមកបំផ្លាញគ្នាឯងក្រុមប្រឆាំងមិននឿយហត់ពួកគេទេដូចសម័យខ្មែរក្រហមគឺគេយកត្បូងចប់មកវាយសម្លាប់មនុស្សដោយមិនចាំបាច់បាញ់ឲ្យអស់គ្រាប់កាភ្លើងទេព្រោះអីវាយស្លាប់ដូចតែគ្នាមានណាតដៃរឿងហ្នឹងគឺគេធ្វើអញ្ចឹងគេខ្ចីស្លឹកត្នោតយកមកខ្ចប់ស្ករត្នោតហើយដល់ពេលឲ្យយកឆ្លោះគ្នាអញ្ចឹងទៅហើយលោកម៉ៃហុងស្រៀងហ្នឹងក៏បានតួនាទីឋានៈអញ្ចឹងទៅព្រោះអីជាប់លេខ1នៅក្នុងការជួយបំផ្លាញគណៈបកប្រឆាំង
ប៉ុន្តែប្រជាពលរដ្ឋមិនដឹងជាស្អប់ថ្កោលទោសលោកប៉ុណ្ណាទេលោករស់នៅក្នុងស្ថានភាពដែលប្រជាពលរដ្ឋស្អប់ខ្ពើមប៉ុន្តែលោកមិនស្អប់ខ្ពើមនឹងអំពើលាមករបស់លោកដែរដែលធ្វើបាបគ្នាឯងហើយប្តឹងគ្នាដាក់គុកហើយដឹងតែតឡាការអត់ឯករាជ្យអញ្ចឹងហើយទាលុយលោកម៉ៃហុងស្រៀងទាលុយលោកគៀវិសាល20លានរៀលតឡាការគេពិន័យលោកម៉ៃហុងស្រៀងដូច4លានរៀលទេតែលោកម៉ៃហុងស្រៀងទាលុយជំងឺចិត្តឲ្យលោកគៀវិសាលសងគាត់20លានរៀលគឺសម្រាប់លោកគៀវិសាលឲ្យអត់លុយសងដឹងតាលោកម៉ៃហុងស្រៀងហើយលោកគៀវិសាលដឹងតារតាលុយទិញទូរស័ព្ទមួយដើម្បីយកមកធ្វើ live ផ្ទាល់ប្រភេទអាយុទូរស័ព្ទ Oppo $80លោកគៀវិសាលអត់បានផងហើយលោកម៉ៃហុងស្រៀងហ្នឹងក៏ដឹងដែរវេទនាដូចតែគ្នាតាស្រាប់ដល់ពេលមកប្តឹងផ្ដាល់អីខ្លួនឯងបានគណៈបកប្រជាជនកម្ពុជានៅពីក្រោយទាលុយលោកម៉ៃហុងស្រៀង$20លានសុំទោស$20លានរៀលបានលុយឯណាសងឥឡូវលោកគេវិសាលជាប់គុកហើយវានៅជាប់អា20លានរៀលនឹងទៀតក៏ប៉ុន្តែលោកគេវិសាលខ្លាំងមែនតើហៅថាក្លាហានហើយអាចិត្តចេញពីគុកហើយហ្នឹងនៅសល់តែ2 3អាទិត្យទៀតចេញពីគុកចប់2ឆ្នាំហ្នឹងគាត់ប្តឹងសារទុកជំទាស់ទៅនឹងអាសាលដីកាសាលក្រមរបស់តុលាការដែលដាក់គុកគាត់2ឆ្នាំពីនៃប្រាក់4លានរៀលហើយសងជំងឺចិត្តឲ្យលោកម៉ៃហុងស្រៀន20លានរៀលគាត់ប្តឹងជំទាស់ហ្មងព្រោះអីហើយត្រូវដឹងទៀតថានៅពេលដែលយើងប្តឹងជំទាស់ពេលដែលសាលដីកាសាលក្រមគេចេញមកហើយយើងចិត្តផុតទោសហើយយើងត្រូវទៅតុលាការវិញតែលោកគៀវិសាលហ្នឹងគាត់ហៅថាក្លាហានមែនតែនហើយមែនពួកគាត់អត់ទទួលស្គាល់ការចោទប្រកាន់គាត់ទេទី1ចោទគាត់ពីបទញុះញង់ចោទគាត់ពីបទស្អីហ្នឹងដាក់ឈ្មោះគាត់ញុះញង់គាត់នៅឯណាញុះញង់នៅស្រុកខ្មែរខែវិច្ឆិកាហើយអាខែវិច្ឆិកាដែលញុះញង់ហ្នឹងគឺគាត់នៅថៃឯណោះហ្នឹងក៏ខុសការស្អីទី2គឺចោទប្រកាន់ពីជេរប្រមាថលោកម៉ៃហុងស្រៀងហើយលោកម៉ៃហុងស្រៀងជេរប្រមាថគាត់អត់មានចាប់លោកម៉ៃហុងស្រៀងហើយមកធ្វើបាបតែគាត់ចឹងទៅវាទៅជេរមកអញ្ចឹងទៅហើយឥឡូវគាត់ប្តឹងទៅគឺគាត់ទី1មិនទទួលស្គាល់ទេអាការជាប់ទោសហ្នឹងគឺគាត់មិនថាគាត់អត់មានទោសប៉ុន្តែតុលាការស្រុកខ្មែរដាក់ទោសគាត់ជាប់2ឆ្នាំហើយអត់មានតុលាការណាគេមកកាត់ឲ្យគាត់រួចខ្លួនថា2ឆ្នាំហ្នឹងឆាចោលហើយត្រូវសងលុយវាអត់មានទេតុលាការខ្មែរបើតុលាការអាមេរិកលោកណែគៀវិសាលទាបានរាប់លានដុល្លារតែឥឡូវគឺដល់គាត់ប្តឹងអញ្ចឹងគាត់ចេញក្រៅគុកវាទៅជាប់អាបណ្ដឹងមួយអារឿងលោកម៉ៃហុងស្រៀងទាគាត់20លានរៀលអញ្ចឹងតឡាការនឹងហៅទៅនិយាយរឿងអា20លានរៀលហ្នឹងហើយបើលោកម៉ៃហុងស្រៀងអត់មានលុយសំទោសលោកគៀវិសាអត់មានលុយបង់20លានរៀលឲ្យលោកម៉ៃហុងស្រៀងតឡាការនឹងអនុវត្តទោសបង្ខំលក់អចលនៈទ្រព្យអីដូចលោកណែរងឈុនអញ្ចឹងហើយទៅលក់ទៅលោកគៀវិសាលរហតែផ្ទះនៅអត់បានដើរទៅនៅគ្រប់តែកន្លែងហ្នឹងទៅយកទៅដីគាត់គឺម្ដងនៅម្ដុំណាដែរអញ្ចឹងរឿងនេះគឺវាអត់ចប់ទេវាគ្រាន់តែការធ្វើទុកបុកម្នេញគ្នាទេហើយបើសិនជាខ្ញុំយល់ល្អស្នើទៅលោកគៀវិសាលទៅបើតឡាការសម្រេចថាត្រូវបង់លុយឲ្យលោកម៉ៃហុងស្រៀងជពាក់គាត់20លានរៀលសងគាត់ហ្នឹងប្រាប់តឡាការទៅថាអត់មានលុយទេសុំសងមួយខែ$1ទៅហើយសង2ជីវិតទៀតទៅអាហ្នឹងគឺចឹងទៅសងចឹងទៅអូសពេលចឹងដែរទៅព្រោះអីតឡាការស្រុកយៈណាក៏គេឲ្យតែយើងព្រមសងមួយខែ$1ក៏គេឲ្យដែរព្រោះយើងអត់លុយសងទៅមួយខែ4000រៀលហ្នឹងក៏ខាតកាហ្វេមួយកែវហ្នឹងឲ្យលោកម៉ៃហុងស្រៀងយកទៅហើយតាមគ្នាឲ្យ3 4ជីវិតទៀតដើម្បីយកលុយហ្នឹងអស់ទៅវាមានតែចឹងឯងព្រោះអីយើងនាំគ្នាធ្វើទុកបុកម្នេញគ្នាចឹងហើយបានខ្មែរឆ្លោះគ្នាអត់ចប់ទេគុំគ្នាអត់មានទីបញ្ចប់ទេចាំមើលទៅពេលដែលលោកម៉ៃហុងស្រៀងគេបានឡើងគេទឹកឡើងទៅគេនាំគ្នាស៊ីសម្ោចលោកគៀវិសាលចាំមើលតែលោកគៀវិសាលបានទឹកឡើងវិញសម្ោចហ្នឹងទៅស៊ីទឹកស្រក់វិញសម្ោចហ្នឹងទៅស៊ីត្រីម៉ៃហុងស្រៀងហ្នឹងវិញចឹងទៅចាំមើលទៅពួកយើងបង្កើតឲ្យមានវប្បធម៌អញ្ចឹងលោកម៉ៃហុងស្រៀងហ្នឹងក៏ជ្រុលហួសហេតុដែរខ្លួនឯងជេរបតិចគេឲ្យពេញទឹកពេញដីហើយដល់ពេលឲ្យទៅប្តឹងគេទា20លានរៀលលេបចូលដែរហើយដឹងថាសហការីរបស់ខ្លួនហ្នឹងមានតែមនសិការទេអត់មានលុយទេក៏អត់មានទ្រព្យមានអីយើងដឹងថាលោកគេវិសាលក្រជាងគេហើយនៅក្នុងអ្នកដែលតស៊ូមតិហ្នឹងរកតបាយហូបសង់ចង់បានផងរួចទៅទាលុយ20លានរៀលក៏ដឹងដែរចង់ឲ្យគាត់មិនចង់ដាក់គំនាបគៀបឲ្យដោយសារតែលោកមានឥទ្ធិពលចូលក្នុងគណៈបកប្រជាជនកម្ពុជាមានគេកាងហ្នឹងបើសិនជានៅដូចគ្នានឹងជាប់គុកដូចតែគ្នាកាលលោកមុនជាប់គុកប្រហែលឆ្នាំមាននរណាបានតែអង្គការសង្គមស៊ីវិលទៅជួយស្រែកលោកម៉ៃហុងស្រៀងចង់ងាប់ដល់ពេលគេខំប្រឹងស្រែករកយុត្តិធម៌ឲ្យលោកដើម្បី
លោករងការធ្វើទរណកម្មឥឡូវលោកបានចូលទៅក្នុងក្រុមដែលបំពេញឈ្លានពានរំលោភគេចូលទៅក្នុងក្រុមប្រព្រឹត្តលោកចាប់ផ្ដើមប្រព្រឹត្តអំពើអយុត្តិធម៌មកលើគ្នាឯងតើលោកជាលោកមានសតិអីទៅខ្ញុំពងអត់យល់លោកគិតយ៉ាងម៉េចនៅក្នុងការដែលវិបដិសារីមនសិការឧត្តមគតិរបស់លោកនឹងជេរស្ដីប៉ុណ្ណាទៅតែយ៉ាងណាបងប្អូនខ្ញុំថាមកដល់ម៉ោងនេះខ្ញុំសនំពរទាំងអស់ទាំងលោកគៀវិសាលទាំងលោកម៉ៃហុងស្រៀងទាំងអ្នកណាទាំងអស់ពេលដែលឆ្លោះគ្នាជជែកគ្នាលើអីក៏ដោយខ្ញុំអត់គាំទ្រការជេរបតិចគ្នាទេអញ្ចឹងអ្នកណាជាប់គុកដោយការជេរបតិចគ្នាសំមុខខ្ញុំមិនចង់ឲ្យគេដាក់គុកលោកគៀវិសាលរឿងជេរបតិចទេប៉ុន្តែបើថាជេរបតិចហើយគេចាប់យកទៅដាក់គុកឲ្យសំមុខព្រោះអីយើងដោះស្រាយវិធីមកកណរមិនបានហេតុអីក៏យើងចាំបាច់ជេរគ្នាចាស់ចាស់ធំធំអស់ហើយអ្នកខ្លះទៀតជាតាជាដូនគេអស់ហើយរួចទៅនៅតែជេរបតិចស្រាតសពុតតាមបណ្ដាញសង្គមហ្នឹងហេតុអីក៏ប្រើភាសាអសរោះអីហ្នឹងយកជាការដោះស្រាយឈប់បានឈប់អាហ្នឹងខ្ញុំអាចគ្រប់គ្រងទេអារឿងជេរគេប៉ុន្តែខ្ញុំជួយតស៊ូការពាររកយុត្តិធម៌ឲ្យអំពើអយុត្តិធម៌ដែលគេប្រព្រឹត្តមកលើបងប្អូនទាំងអស់គ្នាតែសុំការពារជួយខ្លួនឯងផងការដែលគេស្រែករកយុត្តិធម៌ឲ្យយើងតើតែយើងកុំប្រព្រឹត្តផ្ដេសផ្ដាស់ឲ្យគេយកដងដាវមកចាក់យើងអីអញ្ចឹងប៉ុន្តែរឿងលោកម៉ៃហុងស្រៀងនិងលោកគៀវិសាលនេះគឺវាមានទៅមានមកទេប៉ុន្តែវាអកុសលដោយសារលោកម៉ៃហុងស្រៀងចូលគណៈបកប្រជាជនបានមុនលោកគៀវិសាលអត់ព្រមចូលទៅជាប់ផុងអញ្ចឹងបដ ாய் ដោយសារស្តង់ដារស្រុកខ្មែរយើងវាអត់មានបាទឥឡូវនេះយើងបន្តទៅទៀតតកតងនឹងព័ត៌មានអង្គភាពអង្គការ Save Cambodia សំទោសអង្គការ Save Cambodia ឯណោះអំពាវនាវអង្គការសង្គមស៊ីវិលជួយជាកម្លាំងគ្នាឲ្យបានកាន់តែច្រើនដាក់ស្នើទៅអាមេរិកឲ្យដោះស្រាយបញ្ហារំលោភសិទ្ធិការងារនៅកម្ពុជាតាមពិតខ្ញុំបានផ្សាយពីអង្គការ Save Cambodia នេះច្រើនដងហើយក៏ប៉ុន្តែនាយិកាអង្គការ Save Cambodia គឺកញ្ញាស៊ិនទេវីបានអំពាវនាវចុងក្រោយនេះគឺដោយសារតែកាលបរិច្ឆេទនៃការយកសំណើឬក៏ការគ្រប់គ្រងរបស់អង្គការសង្គមស៊ីវិលផ្សេងហ្នឹងគឺផុតកំណត់ថ្ងៃ2ខែកក្កដានេះទៅហើយដូច្នេះគាត់ចង់ជម្រាបថាសូមបងប្អូនដែលជាអង្គការសង្គមស៊ីវិលហ្នឹងគឺអាចសរសេរលិខិតដោយផ្ទាល់តែម្ដងទៅកាន់គណៈកម្មការពាណិជ្ជកម្មពិសេសរបស់អាមេរិកនេះដោយមានទាំង logo របស់អង្គការរបស់ខ្លួននឹងតែម្ដងទៅឲ្យមានឥទ្ធិពលមានទឹកមាត់ប្រៃឲ្យច្រើនដើម្បីឲ្យសភាពាណិជ្ជកម្មអាមេរិកអីគេពិនិត្យមើលទៅឃើញអំពីភាពសស្រាក់សស្រាំរបស់ប្រជាពលរដ្ឋខ្មែរអង្គការសង្គមស៊ីវិលក្នុងការដាក់សម្ពាធឲ្យរដ្ឋាភិបាលកែប្រែស្ថានភាពសិទ្ធិមនុស្សសិទ្ធិការងារនៅប្រទេសកម្ពុជាហ្នឹងបាទនេះគឺជាសំណូមពររបស់នាយិការបស់អង្គការសង្គមស៊ីវិលដែលមុននេះគឺគាត់ប្រាប់អំពីនីតិវិធីឯងប៉ុន្តែម្ដងនេះគាត់ថែមទៀតថាដើម្បីឲ្យអឺសាររបស់បងប្អូនអង្គការសង្គមស៊ីវិលកាន់តែរឹងមាំគឺពេលដែលដាក់លិខិតទៅខាងពាណិជ្ជកម្មពិសេសអាមេរិកគឺ USTR តាក់ទងនឹងផ្នែក301របស់គណៈកម្មការនេះគេហៅថា USTR Section 301 Committee នេះគឺបងប្អូនត្រូវដាក់ logo ស្លាកសញ្ញារបស់ក្រុមហ៊ុនមាន letterhead មានអីជាក្រុមហ៊ុនសហគ្រាសឬក៏អង្គការសង្គមស៊ីវិលនឹងច្បាស់លាស់ឲ្យផ្ញើទៅផ្ទាល់តែម្ដងបាទអរគុណច្រើនឥឡូវព័ត៌មានចុងក្រោយគឺ3ព័ត៌មានខ្មែរមួយទៀតតាក់ទងនឹងរឿងពលរដ្ឋខ្មែរមានមិនដល់18លាននាក់ទេតែភ្ញៀវទេសចរខ្មែរដើរលេងក្នុងស្រុកមានប្រមាណជាង20លាននាក់ក្នុង6ខែដើមឆ្នាំខ្ញុំមិនដឹងជាបញ្យលប្រាប់បងប្អូនប្រមាណដងទៀតទេពួកបងប្អូនចិត្តតែមកសួរខ្ញុំហើយក៏ឆ្ងល់ថាមានដែរប្រជាពលរដ្ឋមានអត់ដល់18លាននាក់ផងស្រាប់តែភ្ញៀវទេសចរដើរលេងនៅក្នុងស្រុកមានដល់ទៅ20លានបានមកពីណា20លានហ្នឹងមានខ្មោចដើរតែដាក់តួលេខខ្មោចឬក៏យ៉ាងម៉េចតាមពិតបើយើងគិតតាមរបៀបក្មេងបៀមដៃក៏យើងគិតថាតួលេខនេះគឺច្បុកច្បល់មែនតើណាបងប្អូនបើយើងមានតែ8 10លានអត់ដល់ផងរួចហេតុអីបានដើរ20លានហើយយើងគិតថាប្រជាពលរដ្ឋខ្មែរទាំង8 10លានទាំងអស់ហ្នឹងគិតដើរលេងគ្រប់គ្នាមកមែនទេចានិយាយចាស់ហ្នឹងអត់នៅផ្ទះសុំសិលអីនៅទៅវត្តទៅវាអីគិតតែពីដើរលេង6ខែហ្នឹងគឺបើសិនជាដើរទាំងអស់គ្នាហ្នឹងទាំងក្មេងទារកម្បាទណាមួយទៅកើតនៅពេទ្យណាមួយទាំងម៉ែទាំងអីលីទាំងក្រែពេទ្យទៅទៀតណាក៏វានៅតែអត់គ្រប់20លានដែរយើងនិយាយអំពីតួលេខចំនួនទេសចរខ្មែរដើរលេង6ខែដើមឆ្នាំ2026ចុះហេតុអីបានជាក្រសួងទេសចរកម្ពុជាចេញរបាយការណ៍មកថាមានប្រជាពលរដ្ឋដើរលេងគ្រប់ខេត្តក្រុងជាប្រជាពលរដ្ឋខ្មែរបងប្អូនកុំនិយាយប្រជាពលរដ្ឋបរទេសព្រោះភ្ញៀវបរទេសយើងធ្លាក់អស់50%ហើយធ្លាក់ពាក់កណ្ដាលហើយមកដល់ដើមឆ្នាំនេះគឺ6ខែ5ខែដើមឆ្នាំនេះភ្ញៀវដែលធ្លាប់មានជាង2លាន5សែននាក់ឥឡូវនៅត្រឹម1លាន5សែនគឺបានន័យថាពីមុនមក10ឥឡូវនៅតែ5ទេថយពាក់កណ្ដាលហើយគ្រប់កន្លែងគឺស្ងាត់ឈឹង
តុកតុកឬ Pass App អី Tour Guide អីគឺស្ងាប់ហើយគឺទៅរកជាប់ត្រីជាប់អីអស់ហើយក៏ប៉ុន្តែមានភ្ញៀវក្នុងស្រុកដល់ទៅ20លាននាក់ដើរលេងកម្សាន្តនៅក្នុងស្រុកខ្មែរតើមានពិតអញ្ចឹងមែនអត់បងប្អូនអានេះគឺជាមិនមែនចំនួនមនុស្សទេចំនួន20លាននេះគឺជាចំនួនដងបើយើងនិយាយពី20លានដងបានត្រូវឧទាហរណ៍បងប្អូននិយាយឲ្យស្រួលស្ដាប់ខ្ញុំមាន fans របស់ខ្ញុំដែលគាំទ្រ YouTube របស់ខ្ញុំមានតែ100,000នាក់ទេណាបងប្អូន100,000នាក់ទេគឺបានន័យថា100,000,000នាក់សុំទោស100,000,000គឺ100,000គឺបានន័យថា10យ៉ា10000វា10 100000 100,000នាក់ប៉ុន្តែអ្នកដែលទស្សនាវីដេអូរបស់ខ្ញុំមានដល់ទៅ31លានដងមិនមែន31លាននាក់ទេយើងចេះតែសួរថាអូចុះគេគ្រប់ត្រូល YouTube របស់ Monaret មានតែ100,000ហ្នឹង100,000នាក់ហ្នឹងរួចទៅហេតុអីបានជាមានអ្នកទស្សនាវីដេអូមានដល់ទៅ31លានដងបានមក